របស់ទាំង8នេះធ្វើឲ្យជីវិតរបស់យើងកាន់តែមានតម្លៃហើយយើងតែងតែមើលរំលងវាគ្រប់ពេលដែលយើងមានជីវិតទី1ដំណេកដែលគេគ្រប់គ្រាន់គឺមានន័យថាយើងត្រូវតែគេងឲ្យបានគ្រប់គ្រាន់រស់នៅជាធម្មតាមិនបាច់ទៅបកខិតបកខំពេកទេរហូតធ្វើឲ្យខ្លួនឯងមានជំងឺប្រចាំកាយតែកាលណាបើមានជំងឺប្រចាំកាយហើយយើងគ្មានអ្វីដែលអាចធ្វើឲ្យយើងសប្បាយចិត្តទេបានទេទី2ខ្លួនប្រាណដែលស្រស់ស្អាតខ្លួនប្រាណដែលគ្មានជំងឺខ្លួនប្រាណដែលមាននូវសុខភាពល្អគឺជារឿងដែលចាំបាច់គឺជារឿងដែលល្អសម្រាប់បន្តដំណើរជីវិតរបស់យើងមួយទៀតយើងរស់នៅសប្តាហ៍ថ្ងៃនេះមិនមានជំងឺយើងមើលអត់ទាន់ឃើញទេភាពឈឺចាប់ភាពសោកសៅនៃការមាននៅជំងឺប្រចាំកាយទេយើងតែមើលរំលងហេតុអ្វីបានជាយើងតែមើលរំលងពីព្រោះថាយើងមិនទាន់ឈឺខ្លួនប្រាណរបស់យើងរាល់ថ្ងៃនេះវាល្អហើយវាប្រសើរមានកម្លាំងកំហែងហើយចូលប្រឹងថែរក្សាតែយកចិត្តទុកដាក់តែកាលណាបើមានជំងឺជាប់ប្រចាំកាយហើយចង់ល្អក៏ពិបាកចង់សប្បាយក៏ពិបាកចង់ប្រឹងប្រែងក៏ពិបាកខ្លួនប្រាណអស្រស់ស្អាតគ្មានជំងឺប្រចាំកាយនេះជាវត្ថុដ៏មានតម្លៃមួយនៅក្នុងជីវិតដូច្នេះកុំមើលរំលងទី3មិត្តភក្តិដែលចិត្តដិតហើយនឹងស្មោះត្រង់មិត្តភក្តិមានច្រើនបណ្ដាក៏គ្មានសំខាន់ដែរមានទឹកក៏ដោយឲ្យតែមាននៅភាពស្មោះត្រង់មាននៅភាពចិត្តដិតជួយគ្នាក្នុងពេលមានគ្រាលំបាកជួយគ្នាក្នុងពេលដែលមានអាសន្នមិនបាច់ច្រើនក៏បានដែរអមតែមានភាពស្មោះត្រង់យើងអាចរស់នៅជាមួយគ្នាបានយើងអាចសាងមិត្តភាពនេះទៅមុខទៀតបានយកច្រើនមកធ្វើអ្វីបើអ្នកខ្លះជាពុះជាក្រពើសងគ្រប់បែបយ៉ាងមានម្នាក់ពីរនាក់ក៏ដោយឲ្យតែជាអ្នកយល់ចិត្តឲ្យតែជាអ្នកស្មោះត្រង់នឹងយើងរាប់អាចទៅថែរក្សាទៅទី1ក្តីស្រឡាញ់តែឥតលក្ខខណ្ឌក្តីស្រឡាញ់មិនមែនចេះតែទទួលបានទេមនុស្សភាគតិចណាស់ដែលស្រឡាញ់យើងដោយមាននៅលក្ខខណ្ឌដូចជាតែកាលណាបើមាននរណាម្នាក់ស្រឡាញ់យើងដោយភាពស្មោះត្រង់មិនគិតគូរពីប្រយោជន៍មិនគិតគូរពីឋានៈចូលថែរក្សានៅក្តីស្រឡាញ់ដែលយើងមានយើងត្រូវតែថែរក្សាវាឲ្យល្អមិនងាយមាននរណាមកផ្ដល់នៅក្តីស្រឡាញ់នេះឲ្យយើងទេទី5សេរីភាពនៅក្នុងការដើរយើងបានដើរនេះជាវត្ថុដ៏មានតម្លៃនៅក្នុងជីវិតអ្នកខ្លះចង់ដើរក៏ដើរមិនបានជើងជួងនៅក្នុងរទេះរស់នៅក្រោមសម្ពាធរស់នៅក្រោមការគ្រប់គ្រងរបស់អ្នកដទៃរងតែពេលណាហើយពេលវេលាសម្រាប់ខ្លួនឯងមិនបានហូប
ដូចយើងរាល់ថ្ងៃនេះបានដើរហាត់តាមចិត្តនៃចង់ទៅនេះជាវត្ថុដ៏មានតម្លៃមួយនៅក្នុងជីវិតដែលយើងតែមើលរំលងទី6ឪពុកម្ដាយដែលគាត់នៅមានជីវិតយើងប្រឹងប្រែងថែរក្សាផ្ដល់ឲ្យគាត់នៅម្ហូបអាហារនំចំណីគ្រឿងស្លៀកដណ្ដប់ថ្នាំកែរោគកន្លែងរោគថាអ្វីដែលយើងអាចដល់ឲ្យបានយើងប្រឹងតែដល់អ្វីដែលយើងអាចធ្វើបានត្រូវតែធ្វើកុំចាំពេលវេលាហួសទៅហើយចាំមកធ្វើពេលវេលាមិនអាចដើរថយក្រោយទៅបានទេពេលមួយថ្ងៃទៅមួយថ្ងៃទៅមុខរហូតហើយទៅមុខរហូតហើយទៅកាន់តែឆ្ងាយជីវិតមួយនេះនឹងជួបមនុស្សដែរថ្មីរហូតផ្លាយរហូតដូច្នេះកុំភ្លេចឪពុកម្ដាយតែគាត់រស់រានមានជីវិតទី7ពេលវេលាល្អជាមួយនឹងគ្រួសាររបស់យើងមានទៅសុភមង្គលក៏ព្រោះតែយើងបានជួបជុំគ្នាបាននៅនិយាយគ្នាហូបបាយជុំគ្នានេះឯងសោបញ្ជាក់ឃើញថាពេលវេលាដែលយើងបានជួបជុំគ្នានេះមិនយូរទៀតទេមនុស្សជាទីស្រឡាញ់នឹងចាក់ចេញអំពីយើងកូនជាទីស្រឡាញ់នឹងចាក់ចេញអំពីទ្រូងរបស់យើងប្រពន្ធជាទីស្រឡាញ់អ្នកទាំងអស់នឹងចាក់ចេញអំពីជីវិតរបស់យើងគ្រប់គ្នាដូច្នេះពេលវេលាល្អជាមួយគ្រួសារត្រូវតែមានទី8ត្រូវមាននៅសន្តិភាពផ្លូវចិត្តសន្តិភាពផ្លូវចិត្តគឺជារឿងដែលសំខាន់យើងមិនអាចរកសន្តិភាពនៅខាងក្រៅបានទេប្រសិនបើយើងគ្មាននៅសន្តិភាពផ្លូវចិត្តអរគុណសម្រាប់ការស្ដាប់នៅវីដេអូជួបគ្នានៅវីដេអូក្រោយ